ស្ដីលោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ព្រះបាទស្រិន្ទ្រវរ្ម័នព្រះបាទស្រិន្ទ្រជ័យវរ្ម័ននិងព្រះបាទជ័យវរ្ម័នទី9 ក26ព្រះបាទស្រិន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី3ព្រឹត្តិការណ៍មួយដែលកើតឡើងនៅឆ្នាំ1295គឺដោយសារព្រះរាជបុត្រីព្រះបាទជ័យវរ្ម័នទី8ព្រះនាមស្រិន្ទ្រភូបេស្វរៈជោឌាបានលួចព្រះខ័នមាសដែលជាតំណាងអំណាចព្រះរាជាយកទៅឲ្យស្វាមីនាងបានបង្ខំព្រះបាទជ័យវរ្ម័នទី8ជាព្រះបិតាចុះចេញពីរាជបល្ល័ង្កហើយប្រគល់រាជនេះទៅឲ្យព្រះបាទស្រិន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី3ជាកូនប្រសារសោយរាជខ្នងព្រះអង្គក្នុងឆ្នាំនោះបើតាមសក្ខីភាពលោកជូតាខ្វាន់សមាជិកអ្នកការទូតចិនម្នាក់របស់ព្រះចៅអធិរាជតេម៉ូដែលបានមកដល់កម្ពុជាក្នុងឆ្នាំ1296បានបញ្ជាក់ឲ្យឃើញថាការផ្លាស់ប្ដូររជ្ជកាលនេះមានភាពឃោរឃៅណាស់ស្ដេចដែលឡើងសោយរាជថ្មីជាកូនប្រសាររបស់ស្ដេចមុនកូនស្រីរបស់ស្ដេចអង្គនេះបានលួចយកព្រះខ័នមាសរបស់ព្រះបិតាហើយយកទៅឲ្យស្វាមីនាងដូច្នេះហើយបានជាកូនប្រុសដែលត្រូវទទួលរាជបន្តពីព្រះបិតាបានរត់ចេញទៅកេណ្ឌទ័ពស្ដេចថ្មីចាប់បានយកទៅកាត់ម្រាមជើងហើយយកទៅឃុំទុកក្នុងបន្ទប់ងងឹតព្រះបាទស្រិន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី3ជាព្រះមហាក្សត្រដែលជឿនិងគោរពព្រះពុទ្ធសាសនាហីនយានហើយគឺជាព្រះមហាក្សត្រខ្មែរដំបូងគេដែលបានកសាងសិលាចារឹកជាភាសាបាលីភាសាសក្ការៈខាងព្រះពុទ្ធសាសនាជំនួសភាសាសំស្ក្រឹតភាសានៃសាសនាព្រាហ្មណ៍នៅប្រទេសកម្ពុជានេះនៅក្នុងរាជព្រះអង្គប្រទេសខ្មែរបានទទួលសុខសន្តិភាពណាស់អ្វីត្បិតតែព្រះអង្គទ្រង់គោរពព្រះពុទ្ធសាសនាប៉ុន្តែព្រហ្មញ្ញសាសនាក៏បានទទួលការឧបត្ថម្ភគាំទ្រពីព្រះអង្គហើយមានភាពរុងរឿងផងដែរនៅឆ្នាំ1307ព្រះបាទស្រិន្ទ្រវរ្ម័នឬឥន្ទ្រវរ្ម័នទី3បានដាក់រាជហើយផ្ទេររាជសម្បត្តិថ្វាយទៅរាជទាយាទយុវរាជក្នុងឆ្នាំនោះរួចព្រះអង្គទ្រង់យាងទៅគង់នៅក្នុងអាស្រមព្រះពុទ្ធសាសនាមួយយ៉ាងស្ងៀមស្ងាត់នៅក្នុងព្រៃក27ព្រះបាទស្រិន្ទ្រជ័យវរ្ម័នឬឥន្ទ្រជ័យវរ្ម័នក្រោយពីព្រះបាទឥន្ទ្រវរ្ម័នទី3ដាក់រាជហើយយាងទៅគង់យ៉ាងស្ងៀមស្ងាត់ក្នុងព្រៃព្រះបាទស្រិន្ទ្រជ័យវរ្ម័នឬឥន្ទ្រជ័យវរ្ម័នដែលជាព្រះញាតិទ្រង់ឡើងសោយរាជខ្នងព្រះអង្គដោយព្រះអង្គមានជំនឿលើសាសនាព្រះឥសូរយ៉ាងមោះមុតផ្ទុយពីរាជមុនព្រះអង្គនោះព្រះបាទឥន្ទ្រជ័យវរ្ម័នបានខំស្ដារចាត់ចែងតុបតែងបន្ថែមនៅប្រាសាទខាងព្រហ្មញ្ញសាសនាដែលបានកសាងឡើងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី8ឧទ្ទិសចំពោះព្រាហ្មណ៍ជ័យមង្គលលាភហើយព្រះអង្គដែលមានគំនិតប្រឆាំងនឹងព្រះពុទ្ធសាសនាបានជួយគាំទ្រប្រតិកម្មរបស់អ្នកកាន់ព្រហ្មញ្ញសាសនាឲ្យវាយបំផ្លាញបដិមាករផ្សេងខាងព្រះពុទ្ធសាសនាដែលជាហេតុបណ្ដាលឲ្យមានការបះបោរការជំលោះទាស់ទែងផ្ទៃក្នុងរវាងខ្មែរនិងខ្មែរពីរឿងសាសនានេះថែមទៀតផងឆ្លៀតឱកាសដ៏ល្អនេះជនជាតិថៃដែលយកលេសថាការពារជំនឿព្រះពុទ្ធសាសនាបានឆ្លៀតឱកាសលុកលុយប្រទេសកម្ពុជារហូតដល់ប្រទេសចម្ប៉ាថែមទៀតផងក្នុងរាជរបស់ព្រះអង្គគឺនៅឆ្នាំ1320គណៈបេសកកម្មចិនមួយត្រូវបានបញ្ជូនមកដើម្បីទិញដំរីផ្សាំងពីប្រទេសខ្មែរព្រះបាទឥន្ទ្រជ័យវរ្ម័នទ្រង់ឡើងសោយរាជពីឆ្នាំ1307ឬ1308ហើយគង់ក្នុងរាជរហូតដល់ឆ្នាំ1327នៃគ្រិស្តសករាជក28ព្រះបាទជ័យវរ្ម័នទី9បន្ទាប់ពីរាជរបស់ព្រះបាទឥន្ទ្រជ័យវរ្ម័នព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមថាសីហនុបានឡើងគ្រងរាជស្នងដែលមានព្រះនាមក្នុងរាជថាព្រះបាទជ័យវរ្ម័នទី9នៅក្នុងឆ្នាំ1327នៃគ្រិស្តសករាជគេមិនបានដឹងច្បាស់ពីរយៈកាលគ្រងរាជរបស់ព្រះបាទជ័យវរ្ម័នទី9នៅអង្គរពិតប្រាកដទេតែគេបានដឹងថា
គឺព្រះបាទជ័យវរ្ម័នទី9នេះហើយដែលបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ1330និងបានចាត់គណៈប្រតិភូមួយឲ្យទៅធ្វើវឌ្ឍនកិច្ចចំពោះប្រទេសដៃវៀតនៅច្រកភ្នំគឿវ៉ៅនៅឆ្នាំ1335នៃគ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី9ជាព្រះមហាក្សត្រចុងក្រោយបង្អស់ដែលគេស្គាល់តាមសិលាចារឹកហើយគឺប្រហែលជាព្រះរាជាខ្មែរសម័យអង្គរចុងក្រោយបង្អស់ដែលទ្រង់យកព្រះនាមវរ្ម័នមកប្រើនោះផងដែរព្រះមហាក្សត្រអង្គនេះក៏ទ្រង់ជាព្រះរាជាទ្រង់មានជំនឿមុតមាំបំផុតលើសាសនាព្រះឥសូរក្នុងបំណងបង្ហាញឲ្យឃើញជាសាធារណៈលើជំនឿនេះព្រះអង្គបានទ្រង់ចាត់ចែងឲ្យសាងសិលាចារឹកមួយដាក់តម្កល់ក្នុងបូជនីយដ្ឋានព្រះពុទ្ធសាសនាដ៏សម្បើមអស្ចារ្យមួយគឺប្រាសាទបាយ័នដែលបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7ថែមទៀតផងទង្វើនេះបានធ្វើឲ្យមានប្រតិកម្មរបស់មហាជនកាន់តែច្រើននិងកាន់តែកម្រោលឡើងនៅទូទាំងផ្ទៃប្រទេសលោកអ្នកនាងទើបតែបានស្ដាប់ការរៀបរាប់អំពីព្រះបាទស្រិន្ទ្រវរ្ម័នព្រះបាទស្រិន្ទ្រជ័យវរ្ម័ននិងព្រះបាទជ័យវរ្ម័នទី9ឆ្លៀតពេលនេះខ្ញុំបាទសូមជម្រាបលោកអ្នកស្ដាប់ទាំងអស់ឲ្យបានជ្រាបថាយើងខ្ញុំសូមផ្អាកការផ្សាយនាទីស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាតែត្រឹមរាជវង្សវរ្ម័នតែប៉ុណ្ណេះសិនដើម្បីយកពេលវេលានេះទៅចាក់ផ្សាយការស្រាវជ្រាវអំពីអំពើពុករលួយនៅប្រទេសកម្ពុជានាទីស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានឹងវិលមកជួបលោកអ្នកស្ដាប់ជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗនេះបន្ទាប់ពីការចាក់ផ្សាយអំពើពុករលួយនៅប្រទេសកម្ពុជាបានបញ្ចប់សូមលោកអ្នកស្ដាប់ទាំងអស់មេត្តាអធ្យាស្រ័យ